ឥឡូវនេះក្រុមការងារទន្សាយព្រៃកំពុងតែនៅក្នុងចំការស្អំរបស់បងប្អូនកសិករយើងនៅក្នុងភូមិរំដួលហើយបងប្អូនឃើញហើយបងប្អូនទស្សនាមើលទៅថាសិតតែស្អំនៅពីក្រោយខ្នងគឺសិតតែស្អំតែម្ដងហើយនៅកន្លែងនេះតំបន់នេះគឺជាតំបន់ដំណាំបន្លែតែម្ដងនៅភូមិរំដួលដោយសារតែនៅនេះដោយសារតែវាជាដីប្រភេទដីកោះដែលអញ្ចឹងទៅដំណាំគឺល្អបងប្អូនដាំល្អមែនតើហើយបងប្អូនឃើញស្អំឡើងច្រើនមែនតើបងប្អូនហើយប្រភេទស្អំនៅតំបន់នេះខ្ញុំឃើញថាគេអត់ទុកខ្ពស់ទេមានន័យថាគេយកខ្លីៗទៅវិញតែតំបន់ខ្លះគេយកវែងមានន័យថាដើមខ្ពស់អីចឹងទៅឬក៏គេមានបច្ចេកទេសដាំត្រៀតអីចឹងណាប៉ុន្តែនៅនេះគេយកបែបប្រភេទខ្លីៗចឹងវិញហើយដំណាំស្អំនេះបើយើងធ្លាប់ដឹងទៅបងប្អូនស្គាល់ច្រើនថាគឺងាយស្រួលដាំហើយដូចជាមិនសូវជារើសដីទេបងប្អូនថាដោតទៅហើយដាំម្ដងគឺប្រមូលផលបានច្រើនប៉ុន្តែគ្រាន់តែសោកស្ដាយដោយសារខ្ញុំមកនេះវារឿងថ្ងៃហើយអញ្ចឹងទៅម្ចាស់គាត់ក៏ឡើងទៅហូបបាយហើយអញ្ចឹងក៏ខ្ញុំសុំអ្នកនៅនឹងគាត់ថតទៅហើយបង្ហាញបងប្អូនណាហើយនេះបងប្អូននេះពេលដែលប្រមូលផលគឺប្រភេទស្អំគឺគេច្រូតឬក៏ក្តិចប្រហែលជាគេច្រូតច្រើនជាងបងប្អូននេះគេយកតែប្រភេទកាត់ប៉ុណ្្នេះទេកាត់ប៉ុណ្្នេះហើយបងប្អូនណាខ្លះដែលចូលចិត្តស្អំសម្រាប់ខ្ញុំពីក្មេងខ្ញុំអត់ចូលចិត្តទេដោយសារខ្ញុំចាញ់ក្លិនប៉ុន្តែឥឡូវនេះគឺចូលចិត្តហើយចូលចិត្តនេះគឺប្រភេទស្អំនេះយើងជៀនពងទាបងប្អូនជៀនពងទាឆ្ងាញ់មែនតើប៉ុន្តែសម្រាប់បងប្អូនមួយចំនួនគាត់ចូលចិត្តធ្វើអីផ្សេងពីតាមតំបន់អញ្ចឹងតែតំបន់ខ្ញុំគាត់យកទៅជៀនពងទាច្រើនអញ្ចឹងបងប្អូនហើយការថែទាំរបស់គេឃើញថាមានការធ្វើស្មៅហើយចន្លោះគេដាំនេះដូចជាកន្លះម៉ែត្រទេបងប្អូនកន្លះម៉ែត្រទំហំគេប៉ុន្តែសម្រាប់តតឹងនេះដូចជាគៀកគ្នាមែនតើតែទំហំបដោយchứគឺទំហំប្រហែលជាកន្លះម៉ែត្រអីហ្នឹង5 តឹកអីចឹងទៅបងប្អូនហើយឃើញមានបច្ចេកទេសគេឥឡូវទំនើបបងប្អូនដោយសារគេមានប្រព័ន្ធស្រោចស្រពហ្នឹងគឺប្រើតែយកទឹកបែបបាញ់សាចអូតូមកបងប្អូនទស្សនាដូចជាមួយខ្ញុំបងប្អូនឃើញទេគឺគេបើកទៅវាអូតូសាចភាយពីនឹងយើងមិនបាច់យើងមានន័យថាយើងមិនបាច់ទៅកាន់ទៅយោឲ្យដូចពីមុនទេគេថាបច្ចេកទេសធ្វើកសិកម្មឥឡូវរៀងទំនើបបងប្អូនអញ្ចឹងគ្រាន់តែយើងបើកចោលគឺវាសាចដោយខ្លួនឯងអញ្ចឹងទៅប៉ុន្តែគ្រាន់តែថាមិនដឹងថាបងប្អូនយើងគាត់ក្នុងប្រហែលថ្ងៃទៅគាត់ដាក់ទឹកម្ដងខ្ញុំក៏បានដឹងដែរដោយសារតែដូចខ្ញុំបញ្ជាក់ខាងលើនេះដោយសារយើងក៏បានជួបអញ្ចឹងបងប្អូនទស្សនាដូចតទៅហើយសម្រាប់ស្អំទាំងអស់នេះគឺច្រើនណាស់បងប្អូនមានដីប្រភេទល្អដូចនេះបងប្អូនអានេះជាដំណាំប្រភេទមួយដែលគេថាដាំម្ដងយើងប្រមូលផលបានច្រើនមែនទែនមិនហើយមិនមើលទៅដូចជាមិនហត់នៅក្នុងការថែទាំប្រហែលទេព្រោះស្អំវាងាយស្រួលបងប្អូនហើយទីផ្សារក៏ល្អមែនទែនអ្នកណាក៏ស្គាល់ដែរស្អំបងប្អូនតែអត់តែក៏តំបន់ខ្លះគាត់ដាំលក្ខណៈផ្សេងគ្នាអញ្ចឹងទៅបងប្អូនហើយហ្នឹងហើយបងប្អូនបន្ទាប់ពីឃើញចការទាំងមូលខ្ញុំក៏គ្មានអីគ្រាន់តែចង់បង្ហាញពីបងប្អូនទស្សនាទៅប៉ុណ្្នឹងទេអញ្ចឹងរាល់កំហុសឬក៏មានពាក្យពេចន៍អីខុសឆ្គងត្រង់ណាសូមខន្តីអភ័យទោសសូមអរគុណសូមគោរព the fakeness. If you wanna play tough and wanna hate this, I'll always show up. I don't ever slow up, no I don't